សហគ្រិនខ្មែរនោះក៏អាចស្វែងរកទីផ្សារកសិផលសម្រាប់កសិករបានតាមរយៈ Digital ឬពាណិជ្ជកម្មចាតើសហគ្រិនខ្មែរក្រៅពីទិញវត្ថុធាតុដើមពីកសិករខ្មែរចាតើសហគ្រិនខ្មែរឬផលិតករខ្មែរអាចជួយធ្វើទីផ្សារកសិផលឲ្យដល់កសិករបានដែរទេចាដូចបងប្អូនបានដឹងស្រាប់ហើយសហគ្រិនខ្មែរផលិតករខ្មែរភាគច្រើនសុទ្ធតែមានរោងចក្រមានក្រុមហ៊ុនដោយខ្លួនឯងហើយភាគច្រើននោះសហគ្រិនខ្មែរហ្នឹងគាត់មានជាក្រុមហ៊ុនកាលណាមានក្រុមហ៊ុនមានរចនាសម្ព័ន្ធមានអ្នកដែលមានជំនាញផ្សេងធ្វើការនៅក្រុមហ៊ុនហ្នឹងអញ្ចឹងសហគ្រិនខ្មែរគាត់ក្រៅពីជួយទិញវត្ថុធាតុដើមកសិផលពីកសិករមកផលិតជាផលិតផលខ្មែរហើយអញ្ចឹងសហគ្រិនខ្មែរនោះក៏អាចស្វែងរកទីផ្សារកសិផលសម្រាប់កសិករបានតាមរយៈអីគេដូចសម័យយើងឥឡូវជាសម័យ digital ណាគេហៅថា digital លូពាណិជ្ជកម្មអញ្ចឹងសហគ្រិនខ្មែរមានរោងចក្រមានក្រុមហ៊ុនមានអ្នកជំនាញខាង IT អ្នកផ្សព្វផ្សាយអ្នកទីផ្សារអីជាដើមអញ្ចឹងណាគាត់ផលិតជាមាតិកាផ្សេងដែលផ្សាយអំពីកសិផលរបស់កសិករនៅតំបន់ណាមួយផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមានដូចជា Facebook TikTok YouTube ជាដើមដើម្បីស្វែងរកទីផ្សារកសិផលសម្រាប់កសិករខ្មែរអញ្ចឹងបណ្ដាញ digital នេះគឺផ្សព្វផ្សាយបានទូលំទូលាយអញ្ចឹងហើយប្រជាជននៅក្នុងប្រទេសយើងទាំងក្រៅប្រទេសហ្នឹងអាចដឹងថាកសិករយើងមានកសិផលអីខ្លះដើម្បីលក់នៅក្នុងទីផ្សារអញ្ចឹងការតាក់ទងទៅទិញកសិផលដល់កសិករនោះវាងាយស្រួលអញ្ចឹងគាត់ដឹងថាឥឡូវកសិករនៅតំបន់នេះដូចថាបាត់ដំបងឬក៏ខែស្រូវខែអីចឹងណាដូចជានៅស្រយ៉ង់កោះកេរអញ្ចឹងខែលពៅខែចេកអញ្ចឹងគាត់ដឹងយើងផ្សព្វផ្សាយគាត់អញ្ចឹងទៅឬក៏ដូចថាកសិករគាត់ផលិតចម្រាញ់ប្រេងសក្រីប្រេងខ្យល់អញ្ចឹងទៅគាត់មានការផលិតចម្រាញ់ហ្នឹងនៅតំបន់នេះអញ្ចឹងទៅនៅពេលដែលប្រជាជនដែលគាត់លេងបណ្ដាញសង្គមមាន Facebook TikTok ទៅគាត់ដឹងគាត់អញ្ចឹងទៅការផ្សព្វផ្សាយហ្នឹងបានទូលំទូលាយហើយជាការរួមចំណាយដើម្បីស្វែងរកទីផ្សារឲ្យកាន់តែទូលំទូលាយសម្រាប់កសិផលសម្រាប់កសិករយើងផងហើយកុំឲ្យថាដល់រដូវស្រូវចុះថោកឬក៏គ្មានទីផ្សារអញ្ចឹងអានេះជាគុណសម្បត្តិរបស់សហគ្រិនខ្មែរយើងឬក៏ផលិតករខ្មែរយើងដែលជួយស្វែងរកទីផ្សារឲ្យកសិករតាមរយៈប្រព័ន្ធ digital នឹងបាទសូមអរគុណព្រៀប Media ចែករំលែកព័ត៌មាននិងចំណេះដឹង